មាសនឹងប្រាក់ហ្នឹងគួរដល់បុគ្គលណាកាមគុណ5គួរដល់បុគ្គលនោះដែរហ្នឹងណាអញ្ចឹងបើលោកត្រេកអរកាន់មាសនឹងប្រាក់ហ្នឹងអ្នកណាកាន់ហ្នឹងគួរដល់កាមគុណ5ដូចគ្នាហ្នឹងយ៉ាងក៏រួចខ្លួនទេហើយស្ដាប់សូត្រហ្នឹងទៅយកចិត្តទុកដាក់តិចដល់មានបញ្ញានិយាយត្រឹមត្រូវទៀតនិយាយផ្ដេសផ្ដាស់ថាព្រះអង្គឲ្យកាន់លុយអាហ្នឹងវិវរទៀតអាវិជាហ្នឹងមួប្រកាច់ព្រះអង្គទៀតទោះមកកម្រិតទៀតរឿងកាន់លុយមកកម្រិតហ្នឹងណាអានិយាយដោះសារយករួចខ្លួនមកកម្រិតទៀតហ្នឹងណាវាគ្មានអីក្រៅពីអកលេសនឹងតណ្ហាវាចង់បានហ្នឹងណាចឹងចាំទៅមាសនឹងប្រាក់ហ្នឹងគួរដល់បុគ្គលណាមិនថាភិក្ខុមិនថាអ្នករក្សាសិល10ទេហ្នឹងណាមាសនឹងប្រាក់ហ្នឹងគួរដល់បុគ្គលណាកម្មគុណ5គួរដល់បុគ្គលនោះដែរកម្មគុណ5ណារូបសម្លេងក្លិនរសផតពៈហ្នឹងចឹងនៅក្នុងបេដកអត្ថកថាលេខ23មិនទេចូលកៈសូត្រទី10ទំព័រ268ដល់273ហ្នឹងពូជាលេខកាន់ហ្នឹងនៅសភៅយើងមានហ្នឹងណាដាប់សូត្រពេញទៅសម័យមួយព្រះមានដ៏តាំងពិតព្រះដ៏មានប្រភិយវាយច្រឡំរត់ទៅតាំងពិតមិនដែលប្រើពាក្យហ្នឹងព្រះមានដ៏ប្រភិយអីអត់ទេព្រះដ៏មានប្រភិយទ្រង់គង់នៅក្នុងវត្តវេលវ័នជាកលន្តិកៈនិវាបឋានចិត្តក្រុងរាជក្រឹត្យសម័យនោះឯងអន្តរាកថានេះកើតឡើងដល់ពួកជនដែលអង្គុយជួបជុំគ្នាជួបគេស្អីចឹងក៏ត្រូវដែរឥឡូវអត់ចូលក៏បានដែរគេសេបានប៉ុន្តែពីច្រើនឥឡូវបើគេកែថ្មីគឺចងនាកណ្ដារាជបរិស័ទក្នុងខាងក្នុងព្រះរាជវាំងថាមាសនិងប្រាក់គួរដល់ពួកសមណៈសក្យពតិពួកសមណៈសក្យពតិក៏ត្រេកអរចំពោះមាសនិងប្រាក់បានពួកសមណៈសក្យពតិទទួលនៅមាសនិងប្រាក់បានសម័យនោះគាមណីឈ្មោះមនេចូលកៈអង្គុយក្នុងបរិស័ទនោះដែរទើបមនេចូលកៈគាមណីនិយាយនឹងបរិស័ទនោះដូច្នេះថាអស់លោកទាំងឡាយកុំនិយាយយ៉ាងនឹងឡើយមាសនិងប្រាក់មិនគួរដល់ពួកសមណៈសក្យពតិទេពួកសមណៈសក្យពតិមិនត្រេកអរមាសនិងប្រាក់ទេពួកសមណៈសក្យពតិមិនទទួលនៅមាសនិងប្រាក់ទេពួកសមណៈសក្យពតិជាអ្នកលះចោលនៅកៅមនីនិងមាសហើយប្រះចាកមាសប្រាក់ហើយមនេចូលលកៈគាមណីក៏មិនអាចញ៉ាំងបរិស័ទនោះឲ្យយល់បានសោះប្រាប់ពួកគាត់អត់យកតាមហ្នឹងណាអត់ញ៉ាំងពួកគាត់នឹងបានហ្នឹងណាគ្រានោះមនេចូលលកៈគាមណីចូលទៅគាល់ព្រះដ៏មានពភាកលុះចូលទៅដល់ក៏ថ្វាយបង្គំព្រះដ៏មានព្រះភិក្ខហើយអង្គុយក្នុងទីដ៏សមគួរលុះមនេចូលលកៈគាមណីអង្គុយក្នុងទីសមគួរហើយក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខដូច្នេះថាបបិទ្ធព្រះអង្គដ៏ចម្រើនអន្តរាកថានេះកើតឡើងដល់ពួកជនដែលអង្គុយជួបជុំគ្នានាកណ្ដាលរាជបរិស័ទដែរទីចវាំងណាខាងក្នុងព្រះរាជវាំងនេះថាមាសនិងប្រាក់គួរដល់ពួកសមណៈសក្យពតិពួកសមណៈសក្យពតិក៏ត្រេកអរចំពោះមាសនិងប្រាក់បានបើថាកាន់លុយបានណាត្រេកអរបានណាពួកសមណៈសក្យពតិទទួលបាននិងទទួលមាសនិងប្រាក់បានបបិទ្ធព្រះអង្គដ៏ចម្រើនការគេនិយាយយ៉ាងនេះខ្ញុំព្រះអង្គក៏និយាយនឹងបរិស័ទនោះដូច្នេះថាបបិទ្ធអស់លោកទាំងឡាយលោក
ទាំងឡាយកំពុងយ៉ាងនេះឡើយមាសនិងប្រាក់មិនគួរដល់ពួកសមណៈសក្យពុទ្ធិទេពួកសមណៈសក្យពុទ្ធិមិនត្រេកអរចំពោះមាសនិងប្រាក់ទេពួកសមណៈសក្យពុទ្ធិមិនទទួលមាសនិងប្រាក់ទេពួកសមណៈសក្យពុទ្ធិលះបង់ចោលកៅមនីនិងមាសហើយប្រះចាកមាសនិងប្រាក់ហើយបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនអាចនឹងញ៉ាំងបរិស័ទនោះឲ្យយល់បានសោះគាត់ព្យាយាមបញ្យល់ដែរបញ្យល់អត់បានញាបធរយើងលោកគ្រូព្យាយាមបញ្យល់ដែរតបហាទៀតទេយើងអ្នកផ្សេងហ្នឹងយកបញ្យល់យើងបញ្យល់អត់ព្រមទេអញ្ចឹងបបិទ្ធព្រះអង្គដ៏ចម្រើនការដែលខ្ញុំព្រះអង្គដោះស្រាយយ៉ាងនេះឈ្មោះថាពោលត្រូវតាមព្រះបន្ទូលព្រះដ៏មានពភាកផងមិនពោលបង្កាច់ព្រះដ៏មានពភាកផងដោយពាក្យមិនពិតផងដោះស្រាយនៅធម៌សំគួរដល់ធម៌ផងលំនាំពាក្យតូចធំណាមួយជាពាក្យប្រកបដោយធម៌មិនដល់នៅហេតុគប្បីតេះទាផងបានមានតែគាត់ពោលអញ្ចឹងគាត់ដោះស្រាយមួយពួកគាត់នោះអញ្ចឹងណាសួរព្រះអង្គណាពោលតាមធម៌អញ្ចឹងទៅអត់មួប្រកាច់ព្រះអង្គព្រះអង្គសម្ដែងទាមន័យអ្នកដោះស្រាយយ៉ាងនេះឈ្មោះថាពោលត្រូវតាមពាក្យតថាគតផងទេព្រះអង្គអត់ឲ្យកាន់មាសប្រាក់ឯណាញាបធរយើងទេថាព្រះអង្គឲ្យកាន់បានមួប្រកាច់ព្រះអង្គដែរអត់រួចខ្លួនទេកាត់គួរឲ្យមែនតើណារឿងកន្លែងហ្នឹងញាបធរយើងចឹងមើលថានៅកាន់ចោលហ្នឹងណាប៉ុន្តែកុំនិយាយដល់ព្រះអង្គថាព្រះអង្គឲ្យកាន់លុយអីព្រះអង្គឲ្យកាន់បាននៅពីវហើយបើយើងបដិបត្តិបានល្អអត់កាន់ណាបដិបត្តិបានទាំងខ្ញុំវាបដិបត្តិបានព្រះអង្គហាមហើយប៉ុន្តែខ្ញុំវានៅកាន់អញ្ចឹងល្អកុំផ្ដេសផ្ដាស់ជាងហ្នឹងណាបានឯទោសហើយញាបធរយើងឃើញទេឈ្មោះថាពោលត្រូវតាមពាក្យតថាគតផងព្រះអង្គពោលអញ្ចឹងមិនពោលបង្កាច់តថាគតដោយពាក្យមិនពិតផងឃើញទេដោះស្រាយនៅធម៌សំគួរដល់ធម៌ផងលំនាំពាក្យតូចធំណាមួយជាពាក្យប្រកបដោយធម៌មិនដល់នៅហេតុគប្បីតេះលាផងគ្មាននរណាតេះលាទេដែលពោលថាភិក្ខុអត់កាន់មាសនឹងប្រាក់បានហ្នឹងពោលត្រូវមកមនីគាមន័យមាសនិងប្រាក់មិនសមគួរដល់ពួកសមណៈសក្យពុទ្ធិទេពួកសមណៈសក្យពុទ្ធិមិនត្រេកអរចំពោះមាសនិងប្រាក់ទេពួកសមណៈសក្យពុទ្ធិមិនទទួលមាសនិងប្រាក់ទេពួកសមណៈសក្យពុទ្ធិលះចោលកៅមនីនិងមាសហើយប្រះចាកមាសនិងប្រាក់ហើយមនីគាមន័យមាសនិងប្រាក់គួរដល់បុគ្គលណាបើលោកម្ចាស់អង្គណានៅកាន់មាសនិងប្រាក់ហ្នឹងអាការមគុណ5ហ្នឹងក៏គួរដល់លោកម្ចាស់ហ្នឹងដែរហ្នឹងណាក៏គួរដល់បុគ្គលនោះការមគុណ5គួរដល់បុគ្គលណាមាសនិងប្រាក់ក៏គួរដល់បុគ្គលនោះដែរនិយាយអញ្ចឹងនិយាយតាមព្រះអង្គឯណាមានតែសកត់សកិនអីមិនអីកាន់ណាអត់ដឹងទេមនីគាមន័យអ្នកគប្បីចាំទុកនៅការសម្រេចនៃកាមគុណ5នេះដោយពិតថាមិនមែនជាធម៌របស់សាមណៈទេកាមគុណ5ហ្នឹងមិនមែនធម៌របស់សាមណៈទេមិនមែនជាធម៌របស់សក្យពុទ្ធិទេមនីគាមន័យម្យ៉ាងទៀតតថាគតពោលយ៉ាងនេះថាបុគ្គលអ្នកត្រូវការដោយស្មៅគប្បីស្វែងរកស្មៅបុគ្គលអ្នកត្រូវការដោយឈើគប្បីស្វែងរកឈើបុគ្គលអ្នកត្រូវការដោយរទេះគប្បីស្វែងរករទេះអ្នកត្រូវការដោយបរោះគប្បីស្វែងរកបរោះដូចនារីអញ្ចឹងចង់បានប្តីត្រូវស្វែងរកប្តីហ្នឹងបរោះហ្នឹងត្រូវស្វែងរកប្រពន្ធអញ្ចឹងដែរមនីគាមន័យតថាគតមិនដែលពោលថាសមណៈគប្បីត្រេកអរចំពោះមាសនិងប្រាក់គប្បីស្វែងរកមាសនិងប្រាក់ដូច្នេះដោយបរិយាយណាមួយទេចុងក្រោយសូមអនុមោទនីអត់មានលក្ខខណ្ឌនិយាយចំផងណាអត់មានលក្ខខណ្ឌហ្មងយើងតាមព្រះអង្គអត់ដោយបរិយាយណាមួយទេយកលុយទៅរៀនឯងមិននិយាយទេហ្នឹងណាកុំនិយាយមួយព្រះអង្គ
រឿងចឹងថាលុយលោកម្ចាស់បើអត់ឲ្យលុយលោកម្ចាស់អត់លុយរៀនមិននិយាយទេបរិយាយណាអត់មានទេអត់មានលើកលែងហ្មងញាវធម៌យើងលុយមាសនិងប្រាក់ហ្នឹងអត់លើកលែងអញ្ចឹងយើងស្ដាប់អញ្ចឹងទៅយើងបានធំត្រូវអញ្ចឹងពោលឲ្យត្រឹមត្រូវថាមាសនិងប្រាក់អត់គួរទេដោយបរិយាយថាជួយឧបត្ថម្ភលោកម្ចាស់នឹងរៀនទៅបួហ្នឹងហើយណានិយាយត្រឹមត្រូវមួបកាច់ព្រះអង្គបើធ្លាប់និយាយអញ្ចឹងទៅចប់ឡាយហ្នឹងទៅហ្មងមកពិតព្រះអង្គដល់ចម្រើនហ្នឹងណាដែលយើងពោញាបធម៌យើងដែលយើងធ្លាប់និយាយថាលោកម្ចាស់កាន់លុយបានណាលោកម្ចាស់កាន់លុយបានហ្នឹងណាប្រសងហ្នឹងគួរកាន់លុយនិយាយអញ្ចឹងឃើញយើងដូចពពុយជលីនេះថាប្រឆាំងមួយលោកគ្រូតុងហ៊ីមដែរឆាំងមួយពុទ្ធមែនអត់ឆាំងមួយព្រះអង្គណាអញ្ចឹងប្រញាប់ទៅបបិទ្ធព្រះអង្គដល់ចម្រើនខ្ញុំព្រះអង្គនេះជាមនុស្សល្ងងហ្នឹងណាដែលមិនដឹងធម៌ព្រះអង្គហ្នឹងណាហើយចេះដឹងតិចហ្នឹងណាប្រមាលាទោសព្រះអង្គលឿនរឿងកាន់លុយហ្នឹងកន្លែងហ្នឹងមួយដែរព្រះអង្គថាបើហ៊ានបើយើងហ៊ានពោថាប្រសងកាន់លុយបានអីហ្នឹងគឺមួបកាច់ព្រះអង្គហ្មងព្រោះអវិជ្ជាមួបកាច់ព្រះអង្គដោយពីរយ៉ាងទី1បន្ទុះខឹងព្រះអង្គមួបកាច់ព្រះអង្គហ្មងមួយទៀតដោយអវិជ្ជាហ្នឹងអត់ដឹងហ្នឹងចេះនិយាយផ្ដេសផ្ដាស់អាផ្ដេសផ្ដាស់ហ្នឹងអត់បានទេញាបធម៌យើងរៀន